បាទសួស្តីអ្នកទាំងអស់គ្នាចឹងវីដេអូនេះដែរយើងនឹងធ្វើការសិក្សាទៅលើការបង្កើតក៏ដូចជាគ្រប់គ្រងទៅលើ user និងក្រុមនៅក្នុង Linux អញ្ចឹងបច្ចុប្បន្នខ្ញុំមាន server CentOS ដែលដំណើរការហើយដែលខ្ញុំអាច check នៅ current user ខ្ញុំសិនដែរយើងប្រើ command who am I បានបែរថា user ខ្ញុំជារូបអញ្ចឹងបើសិនជាក្នុងករណីខ្ញុំចង់បង្កើត user ថ្មីឬក៏ក្រុមថ្មីអញ្ចឹងឥឡូវខ្ញុំសាកបង្កើតនៅក្រុមថ្មីមួយយើងអាចប្រើ command ក្រុម add បន្ទាប់មកដាក់ឈ្មោះក្រុមអញ្ចឹងខ្ញុំសូមធ្វើការដាក់ខ្ញុំដាក់ថា IT គ្រប់ទៅដើម្បីសួរចំណាំអូខេអញ្ចឹងដើម្បី verify ថាគ្រប់នឹងបង្កើតបានជោគជ័យយើងអាចប្រើ command get 10តោះmìnhដាក់ឈ្មោះគ្រប់នឹងវិញមកអធិស្ឋានយើងត្រូវដាក់ get 10ហើយយើងបញ្ជាក់ថាគ្រប់ហើយបានដាក់ឈ្មោះគ្រប់អញ្ចឹងគ្រប់យើងគឺ IT នេះវាចេញបែបនេះបានន័យថាគ្រប់យើងបង្កើតsuccess ហើយអញ្ចឹងខ្ញុំសូមធ្វើការបង្កើតមកគ្រប់ទៀតចុះយើងដូចគ្នាគឺយើងប្រើនៅក្រុម app បន្ទាប់មកយើងដាក់ឈ្មោះក្រុមរបស់យើងដាក់តាម network ក្រុមបន្ទាប់មកយើងធ្វើការបញ្ជាក់វាម្ដងទៀតអូខេអញ្ចឹងបានន័យថាយើងបង្កើតsuccess ហើយគឺយើងមាន IT ក្រុមក៏ដូចជា network ក្រុមអញ្ចឹងបន្តយើងអាចធ្វើការបង្កើតនៅ user ដើម្បីធ្វើការបង្កើត user បានគឺយើងប្រើ command user add minus អក្សរ m បន្ទាប់នេះដាក់ឈ្មោះ user យើងអញ្ចឹងមិនដាក់ថាដាក់ដូចគ្នាបងតែយើងដាក់ IT user ដើម្បីបញ្ជាក់ថាវាជា user IT user អូខេអញ្ចឹងបន្ទាប់ពីយើងធ្វើការបង្កើតហើយគឺយើងត្រូវ assign password ទៅឲ្យ user មួយហ្នឹងព្រោះឥឡូវយើងមិនទាន់មាន password ទេអញ្ចឹងយើងអាចប្រើ command password passwd ហើយគឺឈ្មោះ user ហ្នឹងអញ្ចឹងឈ្មោះ user អញ្ចឹងគឺ IT user អូខេអញ្ចឹងគឺវានឹងឲ្យយើងដាក់ password ហើយខ្ញុំសូមធ្វើការដាក់អូខេ base password អញ្ចឹងបានន័យថាតើតើមួយ password គឺវា recommend ឲ្យយើងដាក់ឲ្យ strong បានន័យថាយើងមាន uppercase មាន symbol មានសញ្ញាមានលេខអីចឹងទៅអញ្ចឹងឥឡូវខ្ញុំសូមធ្វើការដាក់ម្ដងទៀតអូខេអញ្ចឹងឥឡូវខ្ញុំសូមធ្វើការវាយ command password ម្ដងទៀតនេះខ្ញុំដាក់អូខេអញ្ចឹងសូមធ្វើការ
check ម្ដងទៀតដាក់ឲ្យ strong ជាងនោះទៀតអញ្ចឹងឥឡូវយើងអត់សំតងបានន័យថាយើងវាយ command PASWD ហើយឈ្មោះ user IT user អូខេអញ្ចឹងខ្ញុំសូមធ្វើការដាក់ម្ដងទៀតអូខេអញ្ចឹងពេលដាក់ថាហើយគឺវានឹងឲ្យយើង retype បានន័យថាយើង confirm password ម្ដងទៀតអញ្ចឹងយើងដាក់ដូចគ្នាមកអូខេនេះវិញដាក់ថា password update successfully អញ្ចឹងឥឡូវនេះគឺយើងបានបង្កើត user ក៏ដូចជា assign password ដល់ user អញ្ចឹងខ្ញុំសូមធ្វើការបង្កើត user មួយទៀតសិនហើយនេះគឺយើងប្រើ user add ដដែលបន្តមកខ្ញុំសូមដូរដាក់ថា network ម្ដង network អាយ៉ា network user អូខេអញ្ចឹងដូចគ្នាគឺយើងត្រូវ assign password ទៅឲ្យ user មួយណាដែលយើងប្រើខ្ញុំសូមកែឡើងទៅ network វិញទៅអូខេគឺយើងត្រូវដាក់ password ម្ដងទៀតគឺយើងត្រូវ confirm password នឹងឡើងវិញអូខេអញ្ចឹង password update successfully អញ្ចឹងបច្ចុប្បន្នគឺយើងបានបង្កើតgroup ហើយក៏ដូចជា user អញ្ចឹងប៉ុន្តែពីរហ្នឹងក៏វានៅដាច់ដោយឡែកគ្នាអញ្ចឹងគឺយើងអាចធ្វើការ assign user ហ្នឹងចូលទៅក្នុងក្រុមនីមួយៗអញ្ចឹងដើម្បីassign បានគឺយើងប្រើ command នៅ user mode user mode អត់មានអីទេ minus a ហើយអក្សរ G ធំបន្តមកយើងដាក់ឈ្មោះក្រុមគឺយើងមាន IT ក្រុមមកយើងចង់ assign user មួយណាទៅចូលទៅក្នុង IT ក្រុមនោះគឺយើងចង់ assign user IT user អញ្ចឹងយើងដាក់ឈ្មោះវាមកអូខេអញ្ចឹងយើង enter អូខេដើម្បី check វាថាវាបាន success យើង add user ចូលក្រុមនឹង success ដែរយើងអាចប្រើ command ហ្នឹងយើងវាយ ID បន្ទាប់មកគឺយើងវាយឈ្មោះ user មួយនោះអូខេនេះអញ្ចឹងគឺយើងឃើញនេះគឺ IT user ID របស់ user មួយនោះក៏ដូចជានេះខាងក្រោយនេះគឺ IT ក្រុមបានន័យថា IT user នៅក្នុង IT ក្រុមអូខេអញ្ចឹងដូចគ្នាចំពោះnetwork user ឥឡូវខ្ញុំសូមទៅការ add ខ្ញុំប្រើ command ដូចគ្នាគឺ user mode បន្ទាប់មកកន្លែងនេះខ្ញុំសូមទៅកាត់ដូរដាក់ទៅជា network ក្រុមវិញហើយកន្លែងនេះគឺយើងដូរទៅ network userអូខេអញ្ចឹងធ្វើការ enter មកដូចគ្នាគឺយើងធ្វើការ check មើលថាតើយើង add success ហើយនៅ ID network user អូ
ok chắc cái dân khơi nhớ cứ dân miền network user cái nó không network group chắcតែបើសិនជាយើងមាននៅដោយសារតែបច្ចេកទេសតានេះគឺជាយើងបង្កើតនៅក្រុមបែបនេះគឺវាជា secondary group ទេអញ្ចឹងបើសិនជាក្នុងករណីយើងចង់ add វាជា primary group គឺយើងត្រូវបង្កើត group ថ្មីសិនអញ្ចឹងឥឡូវយើងធ្វើការបង្កើតនៅ group យើងមិនបង្កើតទេគឺយើងអាច assign user ចូលទៅក្នុង primary group មកយើងអាចប្រើ command user mode user mode ឥឡូវដើម្បីកុំឲ្យយើងច្រឡំនេះខ្ញុំធ្វើការបង្កើតដាច់តម្លៃតែមកទៅយើងអាចប្រើ command នៅ group add ដើម្បីបង្កើត group មួយសិនកុំឲ្យយើងច្រឡំចឹងខ្ញុំអាចបង្កើតgroup primary ដាក់ឈ្មោះនេះខ្លៃនេះគឺយើងដាក់ឈ្មោះមកខ្ញុំដាក់ថា primary 1ចឹងទៅខ្ញុំសេខអូខេ group add ខ្ញុំសេខសំដៅគឺ group add GOOUP អូខេ group add primary 1 primary 1គឺជាឈ្មោះអូខេអញ្ចឹងសូមធ្វើការបង្កើតមួយទៀតខ្ញុំដាក់ថា primary 2យើងចោះអូខេអញ្ចឹងឥឡូវខ្ញុំធ្វើការ assign IT user ទៅចូលទៅក្នុង primary 1វិញអញ្ចឹងដើម្បី assign បានគឺយើងប្រើ command user mode បន្ទាប់មកគឺ minus g ហើយដាក់ឈ្មោះក្រុមមកគឺ primary 1 primary 1ហើយសំដៅបន្ទាប់មកគឺឈ្មោះ user យើងគឺយើងចង់ដាក់ user IT userអូខេអញ្ចឹងយើងអាចធ្វើការ check ទៅលើ user នោះបាននេះគឺ ID IT user អូខេអញ្ចឹងបានន័យថា IT user ដែលមានgroup primary ឈ្មោះ primary 1ហើយនិង group secondary គឺ IT group ដូចគ្នាដែរឡើយខ្ញុំធ្វើការ assign នៅ network user ចូលទៅក្នុង primary group primary 2អញ្ចឹងគឺកន្លែងនេះសូមកែទៅជា primary 2ហើយកន្លែងនេះគឺដាក់តាម network វិញnetwork user អូខេអញ្ចឹងយើងអាចធ្វើការ check មើលទៅលើនេះ ID network user នេះគឺ UID របស់ network user ដែលមាន primary group ឈ្មោះថា primary 2ហើយនិង second group គឺ network group អញ្ចឹងនៅក្នុងករណីថាបើយើងចង់ឲ្យ user នឹងគាត់មានសិទ្ធិស្មើជា root អញ្ចឹងយើងត្រូវพิ่មអញ្ចឹងយើងអាចឥឡូវឧទាហរណ៍ថាខ្ញុំចង់ឲ្យ IT user គាត់គឺជា root វិញថាមានសិទ្ធិជា root អញ្ចឹងយើងអាចប្រើ command នៅ user mode ហើយminus a អក្សរ G ធំបន្ទាប់មកយើងប្រើ command មួយឈ្មោះថា wheel W A E E L បន្ទាប់មកដាក់ឈ្មោះ user អញ្ចឹងគឺឈ្មោះ user យើងគឺ IT user IT អូខេអញ្ចឹងដើម្បី check មើលបានគឺយើងអាចប្រើយើងអាច switch ទៅកាន់ user
user មួយហ្នឹងទៅគឺ SU ហើយអ្នកឈ្មោះ user គឺ IT អូខេអញ្ចឹងយើងអាចប្រើ command យើងអាចប្រើ command sudo wmi ដើម្បី check មើល user ថាយើងឥឡូវជា user មួយណាអូខេអញ្ចឹងគឺវាតម្រូវឲ្យយើងដាក់ password ដែលយើង assign ពីខាងលើហ្នឹងយើងដាក់ password មក password របស់ IT user ហ្នឹងនេះអ្នកឃើញហ្នឹងប៉ុន្តែថា IT user របស់យើងគឺអាចមានសិទ្ធិស្មើជារូបបានអូខេអញ្ចឹងវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរជំរាបលាអ្នកទាំងអស់គ្នា